សភាពការពិតជាតឹងតែងណាស់ព្រោះទោះបីជាត្រកូលលូកំពុងតែមានភាពរុងរឿងខ្លាំងក៏វាកំពុងតែឈានចូលមកដល់កម្រិតកំពូលដូចគ្នាដែរព្រោះអ្នកណាដែលហ៊ានចេញមុខមកមុនគឺមានតែផ្ដល់ផលចំណេញឲ្យទៅអ្នកទី3តែប៉ុណ្ណោះខ្ញុំមិនខំគិតស្មានថាអ្នកឯងល្ងងខ្លៅដល់ថ្នាក់នឹងឡើយវាដូចជាអ្វីដែលខ្ញុំបាននិយាយរួចមកហើយអ្វីគឺវាគ្មានប្រយោជន៍ឡើយប៉ុន្តែខ្ញុំគ្រាន់តែមានក្តីឆ្ងល់បន្តិចបន្តួចប៉ុណ្ណោះថាហេតុអ្វីបានជាខាងត្រកូលហាងភូសុកចិត្តបើកការដកថយទៅវិញនៅក្នុងថ្ងៃនោះជូហ្វានបានលេចនៅស្នាមញញឹមដ៏ត្រជាក់ឡើងរួចពោលថាកាលពីគណៈពេលនោះការដែលខ្ញុំបានបើកការគម្រាមកំហែងដល់អ្នកវាប្រហែលជាពេលវេលាដ៏មានភាពអាម៉ាស់បំផុតនៅក្នុងមួយជីវិតរបស់អ្នកហើយមែនទេព្រោះទោះបីជាអ្នកដឹងខ្លួនច្បាស់ថាខ្ញុំមិនធ្វើអ្វីក៏នៅក្នុងចិត្តអ្នកនៅតែលាក់នៅក្តីខ្លាចរអាដដែលប្រហែលជាអ្នកដឹងខ្លួនឯងច្បាស់ហើយថាមានសមត្ថភាពអន់ថយជាងរូបខ្ញុំឆ្ងាយណាស់បានត្រឹមតែធ្វើជាអ្នករៀបចំផែនការយុទ្ធសាស្ត្រតែប៉ុណ្ណោះដូចនេះប្រសិនបើអ្នកមានបំណងចិត្តចង់ក្លាយជាបុគ្គលលេខ1នៅក្នុងលោកពិតប្រាកដមែននោះគឺមានតែរងចាំទៅដល់ជាតិក្រោយតែប៉ុណ្ណោះឯងអមទៅដោយសម្លេងសើចចំអកលោកលើយដ៏ខ្លាំងរបស់ជូហ្វានដែលបានលាន់បន្លឺឡើងលឹងវូឆាងគឺកើតមានចិត្តខឹងសម្បាយ៉ាងខ្លាំងរហូតដល់ថ្នាក់រូបរាងកាយទាំងមូលត្រូវញ័រទៅត្រូវក្រចកកំរាមដៃទាំងសងខាងបានប្រឹងខំចាក់ដោតចូលទៅក្នុងសាច់ព្រោះទោះបីជាដឹងខ្លួនច្បាស់ថាជូហ្វានមានចេតនាពោលពាក្យជេរប្រមាថមើលងាយដល់រូបរាងកាយខ្លួនកម្រិតណាក៏ដោយក៏គាត់គឺគ្មានកម្លាំងសមត្ថភាពអ្វីទៅបើកការតបតវិញបានឡើយព្រោះដឹងខ្លួនថានៅក្នុងត្រកូលហាងភូគឺមិនទាន់អាចមានសមត្ថភាពទៅបើកការទាស់ទែងគ្នាជាមួយនឹងត្រកូលលូបានឡើយលឹងវូឆាងបានប្រឹងប្រែងខំសង្កត់ចិត្តខឹងរួចហើយបុគ្គលទាំងពីរនាក់ក៏បាននាំគ្នាបោះជំហានជើងដើរចាក់ចេញទៅភ្លាមរីឯក្មេងប្រុសម្នាក់ដែលកំពុងតែលុតជង្គង់ចុះនៅចំពីមុខមាត់ទ្វារបន្ទប់នោះគឺបានមើលឃើញច្បាស់នៅភាពកាចសាហាវឃោរឃៅរបស់មនុស្សលោកជាលើកដំបូងបង្អស់នៅក្នុងឆាកជីវិតព្រោះទោះបីជាជូហ្វានគ្រាន់តែបានពោលពាក្យសើចចំអកលោកលុយបន្តិចបន្តួចក៏ដោយតែវាគឺពោពេញទៅដោយចេតនាសម្លាប់ដ៏ត្រជាក់ស្រទុំគួរឲ្យខ្លាចខ្លាំងណាស់រហូតធ្វើឲ្យនៅក្នុងចិត្តរបស់ក្មេងប្រុសម្នាក់នោះហ្វាសឹងនៅក្តីភ័យខ្លាចជាខ្លាំងរួចលោកគិតថាពិភពលោកនៅខាងក្រៅគឺសុទ្ធសឹងតែពោពេញទៅដោយពួកមនុស្សចិត្តអាក្រក់ទាំងអស់ក្មេងប្រុសម្នាក់នោះភ័យខ្លាចខ្លាំងរហូតដល់ថ្នាក់ឧទានឡើងថាអូយគេពិតជាបានមើលឃើញពីភាពកាចសាហាវមិនល្អរបស់ខ្ញុំអស់រលីងទៅហើយមែនទេលោកគ្រូតើវាមិនមែនជាកិច្ចការងារដ៏អស្ចារ្យទេអីសិតនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ហោរាធំយូហ្វានស៊ុនជីបានលបដកដង្ហើមធំរួចចូលអ្នកកុំទៅធ្វើបាបដល់ក្រុមកូនសិស្សរបស់ខ្ញុំអីចូលអ្នកប្រញាប់ដើរចូលមកខាងក្នុងនេះភ្លាមមកជូហ្វានផ្ទុះសម្ដេចឡើងរួចគេក៏បានងាកស្មារបស់គេបន្តិចហើយក៏បោះជំហានជើងដើរចូលទៅខាងក្នុងបន្ទប់ផ្លែតព្រោះគេបានលបសង្កេតមើលឃើញយ៉ាងច្បាស់ថាយូហ្វានស៊ុនជីគឺមានកម្លាំងក្បាច់គុណស្ថិតនៅត្រឹមតែកម្រិតឋានសម្ដែងព្រះតែប៉ុណ្ណោះលោកគ្រូហោរាដ៏មានឥទ្ធិពលចុះតើការដែលលោកមានគំនិតចង់ស្រែកហៅឲ្យរូបខ្ញុំធ្វើដំណើរមកទីនេះគឺមានកិច្ចការងារសំខាន់អ្វីដែរជូហ្វានបានដើរទៅលូកដៃគោះទៅលើទុឈើស្រាលៗទីវាដូចជាអ្វីដែលរូបខ្ញុំបានលបគិតទុកជាមុនអញ្ចឹងថាអំណាចបារមីរបស់លោកប្រុសជូហ្វានគឺមិនមែនជាមនុស្សធម្មតាទូទៅឡើយយូហ្វានស៊ុនជីបានពោលពាក្យសម្ដីឡើងមករួចហើយក៏បានបង្វែរខ្សែភ្នែកសម្លឹងមើលចំទៅកាន់ជូហ្វានមិនដាក់ភ្នែកចុះប្រសិនបើរូបខ្ញុំគ្រាន់តែជាមនុស្សធម្មតាតើឲ្យរូបខ្ញុំអាចមានលទ្ធភាពរកវិធីធ្វើដំណើរមកដល់ត្រង់ចំណុចកំពូលមួយនេះបានសម្រេចឬក៏ត្រូវបានលោកម្ចាស់ចេញមុខមកស្រែកហៅឲ្យចូលមកជួបបែបនេះដែរជូហ្វានឮបែបនេះហើយក៏បានលេចនៅចរិតពេបមាត់មើងងាយរួចគេក៏បានប្រញាប់ក្រោកឈរឡើងបំរុងនឹងបោះជំហានជើងដើរចាក់ចេញទៅវិញភ្លាមប្រសិនបើលោកមានបំណងចង់មកហើបមាត់និយាយត្រឹមតែពាក្យពេចន៍កាក់សំណល់ប៉ុណ្ណឹងនឹងទេនោះអញ្ចឹងរូបខ្ញុំគឺសូមជម្រាបលាលោកធ្វើដំណើរត្រឡប់ទៅវិញបាត់សិនហើយប៉ុន្តែស្រាប់តែនៅចំខណៈពេលដ៏ខ្លីដែលគេបានបោះជំហានជើងដើរទៅដល់ក្បែរមាត់ទ្វារបន្ទប់ភ្លាមយូហ្វានស៊ុនជីក៏បានប្រញាប់ហើបមាត់ពោលឡើងកាត់ផ្លេតថាតាមពិតទៅរូបអ្នកគឺគួរណានឹងត្រូវតែស្លាប់បាត់បង់ជីវិតទៅអស់រយៈពេលជាយូរណាស់មកហើយកងជំហានជើងដែលកំពុងតែលើកឡើងរបស់ជូហ្វានស្រាប់តែត្រូវកស្កកឈឹងមួយកន្លែងនៅចំកណ្ដាលអាកាសភ្លាមនៅក្នុងកែវភ្នែកទាំងសងខាងរបស់គេគឺសុទ្ធសឹងតែពោពេញទៅដោយភាពវឹកវរនិងកើតមានក្តីតក់ស្លុតចិត្តជាខ្លាំងព្រោះមិននឹកស្មានសោះថាត្រឹមតែពាក្យសម្ដីមួយឃ្លានេះយូហ្វានស៊ុនជីអាចមានសមត្ថភាពធ្វើឲ្យបុរសចំណាស់ម្នាក់នេះត្រូវប្រញាប់បញ្ឈប់ជំហានជើងរួចងាកផ្ទៃមុខត្រឡប់មកវិញភ្លាមបែបនេះឡើយវាគឺជាប្រតិកម្មការពារខ្លួនដែលហ្វាសឹងឡើងមកបណ្ដាលមកពីការកើតមាននៅក្តីភ័យខ្លាចខ្លាំងនៅក្នុងចិត្តពីព្រោះតាមការពិតជាក់ស្ដែងទៅជូហ្វានគេគឺគួរណានឹងត្រូវតែស្លាប់បាត់បង់ជីវិតទៅអស់រយៈពេលជាយូរណាស់មកហើយពិតប្រាកដមែនវាគឺជាអាចកំបាំងដ៏ជ្រាលជ្រៅបំផុតមួយរបស់គេដែលគឺមិនធ្លាប់មានមនុស្សណាម្នាក់នៅក្នុងលោកអាចមានលទ្ធភាពដឹងយល់សោះចុះហេតុអ្វីបានជាពេលនេះលោកគ្រូយូហ្វានស៊ុនជីបែរជាអាចមានសមត្ថភាពមើលធ្លុះដឹងរឿងរ៉ាវភ្លាមៗបែបនេះទៅវិញតើរឿងរ៉ាវអស្ចារ្យបែបហ្នឹងវាអាចទៅរួចបានដោយរបៀបណាទៅវិញឬមួយក៏រាល់ពាក្យពេចន៍ល្បីល្បាញដែលគេតែងតែលួចសរសើរតៗគ្នាមកថាពួកសមាជិកត្រកូលយូហ្វានគឺមានកម្លាំងធម៌ពលពិសេសក្នុងការអាចដឹងច្បាស់ពីខ្សែព្រេងវាសនាជោគវាសនារបស់មនុស្សលោកនោះវាគឺជាការពិតប្រាកដមែនទេដឹងទេថាសូម្បីតែនៅក្នុងគណៈពេលដែលរូបគេកំពុងតែគ្រងតំណែងជាកំពូលស្ដេចបិសាចដ៏មានឥទ្ធិពលនៅក្នុងជាតិមុនកម្រិតណាក៏ដោយក៏រូបជូហ្វានគឺមិនដែលធ្លាប់បានលោកមើលឃើញថានឹងមានមនុស្សណាម្នាក់ដែលអាចមានកម្លាំងសមត្ថភាពពិសេសដ៏គួរឲ្យខ្លាចរន្ធត់ចិត្តដល់ថ្នាក់នឹងម្ដងណាឡើយឬមួយក៏អ្វីគ្រប់បែបយ៉ាងទាំងអស់នៅក្នុងលោកគឺសុទ្ធសឹងតែត្រូវបានចារកំណត់ទុកជាមុនដោយខ្សែព្រេងវាសនាមែនទេជូហ្វានបានបើកការសម្លឹងមើលចំទៅកាន់ផ្ទៃមុខរបស់យូហ្វានស៊ុនជីដោយភាពយកចិត្តទុកដាក់ខ្ពស់បំផុតរួចគេសួរថាតើតាមពិតទៅពួកលោកមានប្រភពដើមធ្វើដំណើរមកពីទីតាំងកន្លែងណាឲ្យប្រកបទៅហើយតើហេតុអីបានជាពួកសមាជិកត្រកូលយូហ្វានរបស់ពួកលោកអាចមានកម្លាំងសមត្ថភាពពិសេសអស្ចារ្យដល់កម្រិតនឹងទៅវិញសម្លេងពោលសួរដេញដោលរបស់គេគឺមានសភាពស្រាលខ្លាំងណាស់ព្រោះទោះជាយ៉ាងណាក៏ដោយរូបខ្ញុំគឺមិនមានចិត្តចង់ជឿជាក់ទាល់តែសោះថានឹងមានវត្តមានត្រកូលដ៏មានភាពអាថ៌កំបាំងខ្ពស់ដល់ថ្នាក់នឹងព្រមបើកចិត្តធ្វើដំណើរចូលមកប្រឡូករស់នៅក្នុងពិភពលោកមនុស្សដ៏មានភាពច្របូកច្របល់មួយនេះនោះទេ
ចំពោះរាល់សំណួរចោទសួរដេញដោលរបស់អ្នកនោះតាមពិតទៅសូម្បីតែរូបខ្ញុំផ្ទាល់ក៏នៅមិនទាន់មានភាពច្បាស់លាស់នៅក្នុងចិត្តដែរលោកមេកាពីព្រោះតាំងពីបុរាណកាលមកពួកសមាជិកត្រកូលយូហ្វានយើងគឺតែងតែចូលចិត្តជ្រើសរើសការរស់នៅដាច់ដោយឡែកពីគេនៅក្នុងតំបន់ព្រៃភ្នំជ្រៅដោយមិនដែលព្រមបើកចិត្តដើរទៅលូកដៃជ្រៀតជ្រែកជាមួយនឹងរឿងរ៉ាវលោកកិយម្ដងណាឡើយលុះរងចាំរហូតមកដល់ខណៈពេលដើមចម្បាញ់នៃយុគសម័យដ៏អស្ចារ្យបានឈានជើងមកដល់ទើបព្រះចៅអធិរាជបានបើកចិត្តយាងធ្វើដំណើរមកចេញមុខស្នើសុំអញ្ជើញឲ្យពួកយើងចូលរួមជួយចាត់ចែងកិច្ចការងារនគរហើយពួកយើងក៏បានបន្តខំប្រឹងប្រែងធ្វើភារកិច្ចការងារមួយនេះរហូតមកដល់សប្តាហ៍ថ្ងៃតែប៉ុណ្ណោះឯងដូចនេះប្រសិនបើលោកមេកាមានបំណងចិត្តចង់ដឹងពីប្រភពកំណើតពិតប្រាកដរបស់ពួកយើងមែននោះគឺមានតែត្រូវធ្វើការសិក្សាស្រាវជ្រាវត្រឡប់ទៅកាន់យុគសម័យបុរាណកាលដ៏យូរលង់មួយនោះតែប៉ុណ្ណោះទឹកមុខរបស់យូហ្វានស៊ុនជីពេលនេះគឺមានសភាពម៉ឺងម៉ាត់និងមានភាពធ្ងន់ធ្ងរខ្លាំងណាស់យូហ្វានបានលុបគិតពិចារណាអស់មួយសន្ទុះខ្លីរួចគិតថាប្រហែលជាបណ្ដាលមកពីការឆ្លងកាត់នៅពេលវេលាដ៏យូរលង់ហួសប្រមាណពេកហើយទើបបានជាធ្វើឲ្យពួកសមាជិកត្រកូលយូហ្វានខ្លួនឯងត្រូវភ្លេចបាត់នៅរាល់ប្រភពកំណើតដើមពិតប្រាកដរបស់ខ្លួនអស់រលីងបែបនេះលោកគ្រូហោរ៉ាដ៏មានអំណាចរូបខ្ញុំសូមខន្តីអភ័យទោសផងចុះចំពោះរាល់ទង្វើអំបញ្ញមិញដែលហាក់បីដូចជាមិនសូវមានភាពគោរពដិតដល់ចំពោះរូបលោកចុះតើការជជែកពិភាក្សារបស់ពួកយើងអំបញ្ញមិញគឺបានឈានចូលមកដល់ត្រង់ចំណុចណាហើយអូមែនហើយដឹងទេថាវាពិតជាមានរយៈពេលជាយូរណាស់មកហើយដែលរូបខ្ញុំមិនដែលបានលោបបើកចិត្តមកជជែកពិភាក្សាគ្នាទាំងក្តីសប្បាយរីករាយបែបនេះជួហ្វានស្រាប់តែបានលេចនៅស្នាមញញឹមឡើងមកភ្លាមតែម្ដងគេបានសម្រេចចិត្តដើរទៅរកកន្លែងអង្គុយចុះទៅលើកៅអីតាមសភាពធម្មតាហាក់បីដូចជាបរិសុទ្ធដែលមានរឹកពាកាយសាហាវកាលពីខណៈពេលមុននេះគឺមិនមែនជារូបរាងកាយរបស់គេចឹងដែរព្រោះតាមពិតជាក់ស្ដែងទៅលោកមេការគ្រប់គ្រងជួហ្វានគេគឺជាមនុស្សប្រភេទដែលអាចមានសមត្ថភាពខ្ពស់ក្នុងការធ្វើខ្លួនឲ្យមានភាពរឹងមាំឬក៏រក្សារឹកពាឲ្យមានភាពសុភាពរាបសារទៅតាមរាល់កលៈទេសៈបានជានិច្ចមិនខុសអីពីចរិតលក្ខណៈកាលពីខណៈពេលដែលគេនៅមានអាយុក្មេងៗឡើយយូហ្វានស៊ុនជីក៏បានលេចនៅចរិតរឹកពាអៀនព្រានបន្តិចបន្តួចដដែលខណៈដែលជួហ្វានសើចឡើងថាលោកគ្រូហោរ៉ាដ៏មានអំណាចតើការដែលលោកធ្វើរឹកពាបែបនេះគឺលោកកំពុងតែមានបំណងចង់មកសើចចំអកលក់លើយដាក់រូបខ្ញុំឬក៏លោកកំពុងតែលួចសើចដាក់ខ្លួនឯងឲ្យប្រកបទៅប៉ុន្តែខ្ញុំមានសេចក្តីយល់ដឹងច្បាស់ណាស់ថាមនុស្សលោកម្នាក់ៗគឺតែងតែធ្លាប់បានលបបើកចិត្តកើតមាននៅចរិតឆេវឆាវកាលពីនៅក្នុងវ័យក្មេងដូចគ្នាប៉ុន្តែសម្រាប់នៅក្នុងពេលបច្ចុប្បន្ននេះរាល់គំនិតផែនការនិងចរិតលក្ខណៈរបស់ខ្ញុំគឺត្រូវបានផ្លាស់ប្ដូរអស់រលីងបាត់ទៅហើយនេះវាក៏ជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យរូបខ្ញុំសម្រេចចិត្តចេញមុខស្រែកហៅលោកឲ្យធ្វើដំណើរមកទីនេះនៅក្នុងថ្ងៃនេះដូចគ្នាដែរព្រោះរូបខ្ញុំពិតជាមានបំណងចិត្តចង់រួមចំណែកធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីជាប្រយោជន៍ដល់ពិភពលោកមនុស្សមួយនេះយូហ្វានស៊ុនជីបានលបដកដង្ហើមធំរួចក្រសែភ្នែកទាំងសងខាងរបស់គាត់ក៏កាន់តែប្រែជាមានសភាពជ្រាលជ្រៅគួរឲ្យខ្លាចខ្លាំងឡើងរីឯជួហ្វានវិញក៏បានព្រមបើកចិត្តអង្គុយស្ដាប់ទៅកាន់ពាក្យបកស្រាយរបស់គាត់ដោយភាពស្ងប់ស្ងាត់បំផុតខ្សែព្រេងវាសនាជីវិតរបស់មនុស្សលោកម្នាក់ៗគឺសុទ្ធសឹងតែមានការកើតមាននៅទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតទៅនឹងឆន្ទៈរបស់មេឃនិងដីជានិច្ចទោះបីជាផ្អែកទៅលើការជាក់ស្ដែងមនុស្សលោកអាចមានវត្តមាននៅរាល់ជម្រើសផ្លូវដើរជាច្រើនកម្រិតណាក៏ដោយប៉ុន្តែបើគិតជាទូទៅគឺពួកគេច្បាស់ជាមិនអាចមានលទ្ធភាពរកវិធីរត់គេចខ្លួនឲ្យរួចផុតពីការចាស់កំណត់បានឡើយគាត់បានពោលឡើងដោយសំឡេងដ៏ស្ងប់ស្ងាត់ថារូបខ្ញុំគឺតែងតែមានចិត្តកើតមាននៅជំនឿបែបនេះជានិច្ចតាំងពីដំបូងមកម្ល៉េះដោយបានដកស្រង់ផ្អែកទៅលើការឆក់ប្រើប្រាស់នៅកម្លាំងភ្នែកទេវតាពិសេសដែលទទួលបានការតម្រង់បន្តវេនមកពីសំណាក់ពួកបុព្វបុរសដើម្បីគ្រាន់តែចង់ដើរតួនាទីជួយបង្ហាញនៅច្រកផ្លូវដើរដ៏មានភាពងាយស្រួលខ្លះឲ្យទៅដល់មនុស្សលោកតែប៉ុណ្ណោះប៉ុន្តែស្រាប់តែលុះរងចាំរហូតមកដល់កាលពីខណៈពេល 7-8 ឆ្នាំមុនទឹកមុខរបស់គាត់ស្រាប់តែបានប្រែជាមានសភាពធ្ងន់ធ្ងរខ្លាំងភ្លាមដឹងទេថាវាបានហ្វាក់សឹងនៅរឿងរ៉ាវដ៏ចម្លែកមួយឡើងដែលវាបានមកបំបែកបំផ្លាញចោលនៅរាល់ជំនឿចិត្តទាំងឡាយរបស់ខ្ញុំចោលទាំងអស់ពីព្រោះចាប់តាំងពីខណៈពេលដែលដឹងក្តីដំបូងមកដល់ពេលនេះតើមានមនុស្សលោកម្នាក់ណាដែលកើតមកហើយមិនដែលធ្លាប់បានលួចដើរទៅចំពោះជើងដួលជួបប្រទះនៅរាល់ឧបសគ្គខ្លះនោះលុះនៅពេលដែលបានឮពាក្យសម្ដីបែបនេះភ្លាមលោកគ្រូហោរ៉ាដ៏មានអំណាចក៏បានលេចនៅស្នាមញញឹមឡើងរួចផ្ទុះសំណើចថាតើអ្នកឯងកំពុងតែខំគិតស្មានថារឿងរ៉ាវដ៏ជូរចត់មួយនោះវានឹងអាចមានសមត្ថភាពមកធ្វើឲ្យនៅក្នុងចិត្តខ្ញុំកើតមាននូវក្តីអស់សង្ឃឹមខ្លាំងមែនទេវាប្រហែលជាអាចមានសេះសល់នៅគំនិតផែនការបែបនោះខ្លះពិតមែនប៉ុន្តែការពិតជាក់ស្ដែងគឺរូបខ្ញុំមានកើតមាននូវក្តីភ្ញាក់ផ្អើលនៅក្នុងចិត្តខ្លាំងជាងពីព្រោះកាលពីខណៈពេលនោះរូបខ្ញុំគឺតែងតែមានចិត្តលោកទៀតស្មានជានិច្ចថាខ្សែជីវិតរស់នៅរបស់មនុស្សលោកនៅក្នុងលោកនេះវាគ្រាន់តែជាទីតាំងកន្លែងរស់នៅតូចមួយដែលត្រូវបានបង្កើតឡើងផ្អែកទៅលើឆន្ទៈរបស់មេឃនិងដីតែប៉ុណ្ណោះដូចនេះគឺគ្មានមនុស្សណាម្នាក់អាចមានសមត្ថភាពរកវិធីរត់គេចខ្លួនឲ្យរួចផុតពីការគ្រប់គ្រងនៃច្បាប់ឋានសួគ៌បានឡើយរូបខ្ញុំគឺបានមើលឃើញយ៉ាងធ្លាយនៅរាល់អាថ៌កំបាំងទាំងអស់នោះរួចរាល់អស់ហើយហេតុនេះទើបកាលពីមុនខ្ញុំតែងតែចូលចិត្តធ្វើរឹកពាប្រងើយកន្តើយមិនខ្វល់ខ្វាយនឹងរឿងអ្វីទាំងអស់ហើយវាក៏ជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យពួកសមាជិកត្រកូលយូហ្វានយើងសុខចិត្តជ្រើសរើសយកការរស់នៅដោយភាពស្ងប់ស្ងាត់ម្នាក់ឯងដោយមិនធ្លាប់មានគំនិតចង់ដើរចេញទៅបើកការប្រជែងដណ្ដើមយកនៅអំណាចបារមីអ្វីឡើយប៉ុន្តែលុះរងចាំរហូតមកដល់ខណៈពេលក្រោយមកទៀតរូបខ្ញុំស្រាប់តែបានដឹងខ្លួនយល់ច្បាស់នៅការពិតមួយថារាល់របស់របរគ្រប់បែបយ៉ាងទាំងអស់នៅក្នុងលោកមនុស្សនេះគឺសុទ្ធសឹងតែជារឿងដែលជៀសមិនរួចទាល់តែសោះព្រោះឆន្ទៈរបស់មេឃនិងដីគឺបានមកឃុំឃាំងរូបរាងកាយពួកយើងទាំងអស់គ្នាឲ្យរស់នៅក្នុងទ្រង់ដែកដ៏ធំមួយនេះបាត់ទៅហើយដោយបានបន្សល់ទុកឲ្យនៅត្រឹមតែបង្អួចតូចអាចកំបាំងមួយកន្លែងតែប៉ុណ្ណោះដែលរហូតមកដល់ខណៈពេលនេះពួកយើងគឺនៅមិនទាន់អាចមានសមត្ថភាពរកវាឃើញនៅឡើយទេជួហ្វានបានប្រឹងបើកចិត្តអង្គុយស្ដាប់ទៅកាន់ពាក្យបកស្រាយទាំងនោះដោយភាពយកចិត្តទុកដាក់ខ្ពស់បំផុតរួចគេលួចគិតថាតើលោកចាស់ជរាម្នាក់នេះគាត់កំពុងតែមានបំណងចង់មកហើបមាត់និយាយពីរឿងរ៉ាវឈួតលប់អ្វីឲ្យប្រកបទៅ
ពីព្រោះវាហាក់បីដូចជាលោកមេការគ្រប់គ្រងជួហ្វាន់គេគឺមិនបានកើតមានចិត្តចង់បើកការចាប់អារម្មណ៍ទៅលើរឿងរ៉ាវខ្សែព្រេងវាសនាកាកសំណល់ទាំងនោះតតែសោះមែនទេបើអញ្ចឹងរូបខ្ញុំគឺសូមបង្វែរមកពោលពាក្យរៀបរាប់ពន្យល់ឲ្យមានភាពងាយស្រួលស្ដាប់ជានេះបន្តិចជូនដល់លោកចុះណាព្រោះប្រសិនបើលោកមិនបានកើតមានចិត្តចង់បើកការចាប់អារម្មណ៍ទៅលើរឿងរ៉ាវខ្សែព្រេងវាសនាទេនោះរូបខ្ញុំច្បាស់ជានឹងប្រាប់ពីការពិតជាក់ស្ដែងឲ្យបានដឹងត្រង់តែម្ដងកាលពីកន្លងទៅអស់រយៈពេល 5-8 ឆ្នាំមុនការដែលលោកបានសម្រេចចិត្តសម្លាប់មេបិសាចដ៏មានឥទ្ធិពលយូវ៉ាន់សានចោលនោះវាគឺជាទង្វើដ៏ធំមួយនៃការបើកការប្រឆាំងតតាំងទៅនឹងឆន្ទៈរបស់មេស៊ូគៀព្រោះទោះបីជាផ្អែកទៅលើការជាក់ស្ដែងខ្សែព្រេងវាសនាជីវិតរបស់គេគឺពិតជាមិនសូវជាល្អប្រសើរកម្រិតណាក៏ដោយប៉ុន្តែរូបគេគឺមិនគួរណានឹងត្រូវមកជួបប្រទះនៅសេចក្តីស្លាប់លឿនស្លេវហួសប្រមាណដល់ថ្នាក់នឹងនោះឡើយលុះបានឮពាក្យបកស្រាយបែបនេះភ្លាមជូហ្វានក៏ចាប់ផ្ដើមកើតមានក្តីមន្ទិលសង្ស័យនៅក្នុងចិត្តជាខ្លាំងព្រោះដឹងខ្លួនច្បាស់ណាស់ថារឿងរ៉ាវដ៏ធំកាលពីកន្លងទៅអស់រយៈពេល 5-8 ឆ្នាំមុននោះវាពិតជាមានតម្លៃសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់គេព្រោះវាគឺជាលើកដំបូងបង្អស់នៅក្នុងឆាកជីវិតដែលបានជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេត្រូវល្បីល្បាញខ្ចរខ្ចាយពេញយុគសម័យដ៏អស្ចារ្យមួយនេះប៉ុន្តែគេគឺនៅតែមិនទាន់មានភាពយល់ដឹងច្បាស់លាស់ដដែលថាតើហេតុអីបានជាទង្វើមួយនោះបែរជាត្រូវបានលោកគ្រូហោរ៉ាម្នាក់នេះដើរមកហៅថាជាទង្វើប្រឆាំងតតាំងទៅនឹងឆន្ទៈរបស់មេស៊ូគៀទៅវិញលោកគ្រូហោរ៉ាដ៏មានឥទ្ធិពលបានបន្តហើបមាត់ពន្យល់រៀបរាប់ដដែលថាខ្សែជីវិតរស់នៅរបស់មនុស្សលោកម្នាក់គឺសុទ្ធសឹងតែមានការកើតមាននៅទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតទៅនឹងឆន្ទៈរបស់មេឃនិងដីទាំងអស់ដោយខ្សែព្រេងវាសនារបស់មនុស្សម្នាក់គឺមានសភាពមិនខុសអីពីក្រុមកងផ្កាយដែលមានការបើកចិត្តចងភ្ជាប់គ្នាដោយភាពស្ងប់ស្ងាត់បំផុតនោះឡើយហើយក៏ដោយសារតែផ្អែកទៅលើរាល់ការបើកចិត្តធ្វើការជ្រើសរើសផ្លូវដើរជីវិតមានភាពខុសប្លែកគ្នានេះឯងទើបធ្វើឲ្យលទ្ធផលចុងក្រោយដែលទទួលបានក៏ត្រូវតែមានភាពខុសប្លែកគ្នាដាច់ដូចគ្នាដែរដឹងទេថាកាលពីខណៈពេលនោះខ្សែជីវិតរស់នៅរបស់យូវ៉ាន់សានគឺមិនមែនជាច្រកផ្លូវទាល់ដែលត្រូវតែមកជួបប្រទះនៅសេចក្តីស្លាប់ភ្លាមនោះឡើយព្រោះតាមការពិតជាក់ស្ដែងទៅរាល់គ្រោះមហន្តរាយដ៏គ្រោះថ្នាក់បំផុតរបស់គេគឺស្ថិតនៅចម្ងាយឆ្ងាយដល់ទៅ20ឆ្នាំខាងមុខឯណោះដែលវាគឺជាខណៈពេលដ៏សំខាន់ដែលឆន្ទៈរបស់មេឃនិងដីត្រូវកើតមានការញ័ររញ្ជួយយ៉ាងខ្លាំងបំផុតហើយដូច្នេះហើយនៅខណៈពេលដំបូងដែលលបទទួលបានដំណឹងមកថារូបគេត្រូវបានរងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតទៅហើយនោះនៅក្នុងចិត្តខ្ញុំគឺកើតមានក្តីកង្វល់និងភិតភ័យខ្លាំងណាស់រូបខ្ញុំបានប្រញាប់ប្រញាល់ធ្វើដំណើរទៅបើកការពិនិត្យមើលទៅលើក្រុមកងហោរាសាស្ត្រភ្លាមរួចហើយរូបខ្ញុំក៏ស្រាប់តែបានមើលឃើញយ៉ាងច្បាស់កលែតថានឹងមានវត្តមានរបស់មនុស្សម្នាក់ដែលផ្អែកទៅលើច្បាប់ចារកំណត់គឺរូបគេត្រូវតែស្លាប់បាត់បង់ជីវិតទៅអស់រយៈពេលជាយូរណាស់មកហើយប៉ុន្តែសប្តាហ៍ថ្ងៃនេះបែរជានៅតែអាចមានខ្សែជីវិតរស់រានមានជីវិតបានដដែលវត្តមានរស់របស់គេបានមកធ្វើឲ្យក្រុមកងផ្កាយទាំងអស់ត្រូវកើតមាននូវភាពច្របូកច្របល់ខ្លាំងបំផុតប៉ុន្តែទោះជាយ៉ាងណាក៏ដោយបុគ្គលម្នាក់នោះគេគឺពិតជាអាចមានសមត្ថភាពខ្ពស់ក្នុងការរស់នៅដកខ្លួនឲ្យហួសផុតពីការគ្រប់គ្រងរបស់ខ្សែព្រេងវាសនាបានសម្រេចពិតមែនលុះឆ្លងកាត់អស់រយៈពេលក្រោយមកទៀតរូបខ្ញុំក៏ស្រាប់តែបានលបមើលឃើញនៅតម្រុយអាត់កំបាំងដ៏ធំមួយគឺនៅគ្រប់ទីកន្លែងទាំងអស់ដែលរូបគេបានបោះជំហានជើងធ្វើដំណើរទៅដល់នោះខ្សែព្រេងវាសនាជីវិតរបស់មនុស្សលោកគ្រប់គ្នានៅជុំវិញគឺនឹងត្រូវប្រែប្រួលផ្លាស់ប្ដូរអស់រលីងទាំងស្រុងតែម្ដងដោយបុគ្គលណាដែលធ្លាប់តែមានសភាពទន់ខ្សោយវិញក៏ស្រាប់តែអាចមានឱកាសប្រែប្រួលមកជាមានកម្លាំងខ្លាំងក្លាអស្ចារ្យឡើងវិញបានជានិច្ចរាល់ទង្វើសកម្មភាពរបស់គេគឺពិតជាអាចធ្វើឲ្យរាល់សេចក្តីចាស់កំណត់របស់មេស៊ូគៀត្រូវកើតមានការប្រែប្រួលផ្លាស់ប្ដូរបានទាំងអស់ហោរ៉ាធំយូហ្វានស៊ុនជីបានលូកដៃទៅអង្អែលពុកមាត់វិញរបស់គាត់ស្រាលរួចលបដកដង្ហើមធំរីឯជូហ្វានវិញក៏បានលេចនៅចរិតធ្វើរឹកពីជាមនុស្សស្លូតត្រង់ភ្លាមគេបានបើកការសម្លឹងមើលចំទៅកាន់ផ្ទៃមុខរបស់យូហ្វានស៊ុនជីរួចផ្ទុះសំណើចហាលោកគ្រូហោរ៉ាចុះតើនៅក្នុងចិត្តលោកកំពុងតែគិតគូររៀបចំផែនការបែបណាឲ្យប្រកបទៅតើចុងក្រោយបង្អស់លោកពិតជាបានលបមើលឃើញថារូបខ្ញុំបានផ្លាស់ប្ដូរនៅខ្សែព្រេងវាសនារបស់មនុស្សលោកអស់ចំនួនប៉ុន្មានអ្នកបាត់ទៅហើយយូហ្វានស៊ុនជីលេចនៅស្នាមញញឹមតបថាចូលក៏លេចមើលទៅកាន់តកូលលូចុះកាលពីមុនពួកគេគឺធ្លាប់តែជាតកូលដ៏មានសភាពដុនដាបទន់ខ្សោយចុះខ្លាំងណាស់ប៉ុន្តែលុះស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងពីកណ្ដាប់ដៃរបស់អ្នកពួកគេបែរជាអាចមានឱកាសប្រែផ្លាស់ប្ដូរមកជាមានកម្លាំងខ្លាំងក្លាអស្ចារ្យឡើងវិញបានយ៉ាងលឿនបំផុតដោយចំណាយពេលមិនទាន់បានដល់កម្រិត10ឆ្នាំផងសោះគឺពួកគេមានសមត្ថភាពខ្ពស់ក្នុងការបើកការរត់វ៉ាដាច់អំណាចរបស់តកូលហាងភូបានសម្រេចនិងបានប្រែក្លាយខ្លួនទៅជាតកូលដ៏មានឥទ្ធិពលមួយស្ថិតនៅក្នុងចំណោមតកូលដ៏ធំធេងទាំង4ប្រចាំជាតិបាត់ទៅហើយដឹងទេថាប្រសិនបើកាលពីមុននេះលោកមេបិសាចយូវ៉ាន់សានមិនត្រូវបានរងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតចោលទេនោះអញ្ចឹងខាងភាគីរបស់វិមានស្ដេចឱសថក៏នឹងមិនព្រមលះបង់បោះបង់ចោលនៅការចុះចូលរួមរស់ជាមួយនឹងទីក្រុងឡុងវ៉ាននោះឡើយហើយសូម្បីតែខ្លួនកូនស្រីដ៏ស្លូតត្រង់ស៊ូអឺក៏ច្បាស់ជាមិនត្រូវមកស្លាប់បាត់បង់ជីវិតចោលដូចគ្នាដែរហើយចុងក្រោយបង្អស់រាល់អំណាចដ៏ឧត្តមឧត្តមរបស់ត្រកូលហាងភូដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបដ៏មានតម្លៃនៃការបើកទំព័រយុគសម័យថ្មីនោះក៏ច្បាស់ជានឹងមិនត្រូវបានរងការលុបបំបាត់ចោលយ៉ាងអាម៉ាស់បែបនេះឡើយ